mày chẳng hộp trền đấy chẳng tờ chẳng chạp đây chẳng cái nạp đi trền គ្រាន់តែលឺម៉ែថាហេវត្រេនបងប្អូនអរគ្នាអញ្ចឹងហើយខ្ញុំក៏ទិញត្រេនឲ្យគាត់មកផ្លែអញ្ចឹងណាបងប្អូនអរគ្នាហើយត្រេនហ្នឹងគឺវា2គីឡូជាងហើយបងប្អូនឥឡូវហ្នឹងខ្ញុំទិញមកស្រាប់បងប្អូនអរគ្នាខ្ញុំក៏ចាប់ផ្ដើមពុះហើយម៉ែខ្ញុំគាត់នៅឈរពីក្រោយនៅមើលកូនអញ្ចឹងណានិយាយមែនបងប្អូនអើយរឿងត្រេនរឿងអីហ្នឹងគឺខ្ញុំទិញឲ្យគាត់ហូបគឺដែរអត់ដែរឲ្យគាត់ហូបបានឆ្អែតទេបងប្អូនអរគ្នានិយាយទៅនៅសល់តែពី3ក្លែបហ្នឹងគឺថាចែកគាត់បងប្អូនតែថ្ងៃនេះគឺថាទិញមកផ្លែគាត់ម្ដងមើលរឿងត្រេនរឿងអីហ្នឹងខ្ញុំមិនសូវបានទិញឲ្យគាត់ប៉ុន្មានទេបងប្អូនអើយខ្ញុំទិញតែមកហូបទិញតែអីហ្នឹងដោយសារខ្ញុំមិនសូវមានលុយដែរបងប្អូនអរគ្នាអញ្ចឹងហើយគឺយើងរកបានប៉ុណ្ណាគឺយើងទិញឲ្យគាត់ប៉ុណ្ណឹងអញ្ចឹងណាបងប្អូនអរគ្នាតែថ្ងៃនេះគឺខ្ញុំសម្រាប់ចិត្តតែទិញផ្លែត្រេនឲ្យគាត់អញ្ចឹងទៅបងប្អូនអរគ្នាក៏ទៅកាលមុនខ្ញុំធ្លាប់ទិញឲ្យហើយប៉ុន្តែវានៅខ្ចីអញ្ចឹងខ្ញុំបានថតទេបងប្អូនហើយថ្ងៃនេះគឺខ្ញុំទិញអាទុំឲ្យគាត់ហូបស្រាប់ហ្មងបងប្អូននេះទៅម៉ែខ្ញុំគឺគាត់ជួយចិត្តហូបណាឲ្យតកូនទិញអីឲ្យហូបគឺគាត់ដឹងតែហូបហ្មងបងប្អូនបើស៊ូថាឲ្យចេះទាកូនថាចង់ហូបនេះអត់ចង់ហូបនោះអត់និយាយទៅមិនដែលចេះប្រាប់កូនម្ដងណាសោះបងប្អូនតលតែកូននឹងទិញឲ្យហូបបានគាត់ហូបអញ្ចឹងណាបងប្អូនហើយឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមបកសាច់ត្រេនបកអីគាត់ហើយទិញត្រេនថ្ងៃនេះក៏ប៉ះល្អដែរអញ្ចឹងណាបងប្អូនវាអត់សូវជ្រាយពេកទេវាទុំមកល្មមសំខាន់គឺថាសបកស្ដើងហើយសាច់ក្រាស់ហើយគ្រាប់តូចទៀតបងប្អូនហើយខ្ញុំចាប់ផ្ដើមបកអីបងប្អូនអរគ្នាចាពេលខ្ញុំបកហ្នឹងគឺខ្ញុំទុកឲ្យម៉ែ2ក្លែបហើយខ្ញុំទុកឲ្យពុកខ្ញុំ1ក្លែបអញ្ចឹងណាបងប្អូនសារពុកខ្ញុំគាត់ទៅស្រែបាត់ហើយនិយាយទៅបានរបស់អីទីទួចគឺថាអត់ដែរផ្លេចទេពុកម៉ែយើងបងប្អូនអរគ្នាឲ្យទាន់គាត់អាចនៅហូបបានអញ្ចឹងបើយើងមានលុយមានអីក៏យើងអាចនឹងថាឆ្លៀតទិញឲ្យគាត់ហូបខ្លះទៅបងប្អូនដូចខ្ញុំចេះគឺខ្ញុំនៅភូមិមួយគាត់មែនប៉ុន្តែខ្ញុំអត់ដែរបាននៅផ្ទះបងប្អូនអរគ្នាអត់ដែរបានមកដេកផ្ទះដេកអីទេខ្ញុំដេកទៅកន្លែងការងារហ្នឹងបងប្អូនតែបើសិនទិញហូបទិញអីគឺខ្ញុំទិញឲ្យគាត់រហូតបងប្អូនថា2 3ថ្ងៃអីអញ្ចឹងខ្ញុំទៅនេះគឺខ្ញុំទិញឲ្យគាត់ហូបបងប្អូនអរគ្នាឲ្យតែមកទេអញ្ចឹងណាម៉ែយើងបងប្អូនអរគ្នាគាត់អត់ហ៊ានឲ្យយើងទិញរបស់ថ្លៃឬក៏អីគាត់ហូបទេតោះតែយើងទិញឲ្យខ្លាចតែយើងអស់លុយអស់អីអញ្ចឹងណាបងប្អូននេះពេលដែលខ្ញុំទិញត្រេនទិញអីមកហ្នឹងគឺគាត់និយាយឲ្យគាត់ថាខ្លាចអស់លុយកូនអស់លុយច្រើនឯកូនចេះចុយណាអញ្ចឹងខ្ញុំអត់អីទេបងប្អូនអរគ្នាប្រាប់ថាគាត់អត់អីទេប៉ុណ្ណឹងហើយចាដោយសារយើងយូរយើងទិញឲ្យគាត់ម្ដងដែរទេបងប្អូនអើយយើងមិនមែនទិញឲ្យគាត់រាល់ថ្ងៃទេណាមួយត្រេនហូបច្រើនក៏ខ្លាចក៏ខ្លាចអីអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងយើងហូបតែម្ដងមកកាលបានហើយយើងមិនសូវមានលុយមានកាក់ផងបងប្អូនអរគ្នាចាយើងនិយាយតែប៉ុណ្្នឹងទៅគាត់ពុកម៉ែយើងនៅហូបបានអញ្ចឹងយើងចេះតែឆ្លៀតទិញឲ្យគាត់ហូបទៅបើគាត់ចង់ភាសាអីគឺយើងទិញឲ្យគាត់ទៅបងប្អូនអរគ្នាបើពុកម៉ែខ្ញុំវិញគឺខ្ញុំដូចខ្ញុំនិយាយអញ្ចឹងបងប្អូនគឺគាត់អត់ដែរប្រាប់ខ្ញុំទេថាគាត់ជួយចង់ហូបអីគ្លីនេះគ្រឿងនោះគឺគាត់អត់ដែរប្រាប់សោះមកបងប្អូនអរគ្នាតលតែថាកូនទិញឲ្យបានគាត់សប្បាយចិត្តអញ្ចឹងទៅបងប្អូនគាត់បានហើយគឺគាត់គាត់ចង់ហូបមកបងប្អូនអរគ្នាប៉ុន្តែបើស៊ូថាឲ្យគាត់ប្រើយើងឲ្យទិញប្រាប់យើងឲ្យទិញអត់គឺអត់សោះបងប្អូនហើយមិនដឹងថាពុកម៉ែណាគេដូចពុកម៉ែខ្ញុំទេពុកម៉ែខ្ញុំគឺអញ្ចឹងហ្មងឥឡូវខ្ញុំបកឲ្យគាត់បានហើយបងប្អូននេះខ្ញុំបកឲ្យគាត់2ក្លែបធំអញ្ចឹងណាបងប្អូនហើយសម្រាប់ត្រេននេះគឺល្អមែនទែនសាច់វាគឺវាល្មួតហើយចង់និយាយថាវាអត់នេះពេកបងប្អូនអរគ្នាអត់បល់ទេចាហើយគ្រាប់វាទូចពេលដែលឃើញមុខម៉ែខ្ញុំម្ដងគឺខ្ញុំឃើញគឺខ្ញុំអាណិតម៉ែខ្ញុំមែនទែនបងប្អូនអរគ្នាចាដោយសារគាត់ចាស់ហើយអញ្ចឹងគាត់មិនដឹងថាទ្រូអីបានទេបងប្អូននេះទៅម្ដាយរបស់ខ្ញុំបងប្អូនអរគ្នាគាត់ញ័រតាមពីកណើតហ្មងនិយាយទៅតាំងពីទូចមកចាប់ដើមញ័រអញ្ចឹងហ្មងបងប្អូនដល់ពេលគាត់ចាស់ហើយគឺនៅញ័រទៀតបងប្អូនឃើញអត់និយាយទៅគាត់ញ័រអញ្ចឹងបងប្អូនអរគ្នាមកដឹងថាមូលហេតុអីទេបើស៊ូថាពេលធំហើយញ័រមានគ្រោះថ្នាក់មានអីអត់បានគាត់ញ័រអញ្ចឹងអត់ទេបងប្អូនដូចពីកណើតមកហ្មងបងប្អូនអរគ្នាចាពីដើមពីអាយមកហ្មងបងប្អូនហើយពេលខ្លះបងប្អូនអរគ្នាគ្រាន់តែមើលមុខខ្មែរហើយគឺខ្ញុំមានអារម្មណ៍ថាអួលដើមកមកបងប្អូនហើយពេលខ្លះទៅក៏ដេកយំម្នាក់ឯងគិតពីម៉ែគិតពីអីថាគាត់ចាស់ស្មើនេះហើយនៅតែមិនទាន់បានធូរធាននៅតែមិនទាន់បានសំណុកសុខស្រួលដូចគេអញ្ចឹងណាអារម្មណ៍ពេលហ្នឹងបងប្អូនអរគ្នាខ្ញុំមានតែប្រាប់ខ្លួនឯងថាឲ្យខំប្រឹងរកលុយបានច្រើនដើម្បីបានលុយបានកាក់ឲ្យគាត់បានហូបឆ្ងាញ់រសស្រួលអញ្ចឹងណាបងប្អូនអរគ្នាអត់មានអីទេគឺមានតែប្រាប់ខ្លួនឯងអញ្ចឹងឯងហើយពុករបស់ខ្ញុំគឺគាត់ចាស់ហើយបងប្អូនអរគ្នាប៉ុន្តែខ្ញុំអត់ដែរបានថតឲ្យបងប្អូនអរគ្នាបានមើលពុករបស់ខ្ញុំទេពុករបស់ខ្ញុំគឺគាត់ទៅតែស្រែអញ្ចឹងខ្ញុំអត់មានអីទេបងប្អូនអើយ vlog របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់ជម្រាបលាបាយបាយចាំជួបគ្នានៅវីដេអូក្រោយបងប្អូននៅtrongវីដេអូនេះខ្ញុំក៏ចង់ណែនាំបងប្អូនជាមួយនឹងសេរីជំនួយអាសាសម្រាប់ជំនួយអាសានេះសម្រាប់បងប្អូននេះមានបញ្ហាមុនមិនថាបងប្អូនមានមុនកប់មុនខ្ទង់មុនធំមុនដបឬក៏បងប្អូនមានមុខស្នាមចំអាចរួចទៅใส่ក្រហមអីទេបងប្អូនអាចយកសេរីអាសានឹងទៅប្រើបាននិយាយទៅសេរីអាសាថាស្តង់ដាប់មកពីប្រទេសជប៉ុន 100% ហ្មងប្រើបានតែប្រងសេរីក្មេងចាប់ពី8ឆ្នាំគឺអាចប្រើបានជាពិសេសសេរីអាសានឹងគឺថាផ្ទុកទៅដោយទៅ collagen ដែលជួយចិញ្ចឹមស្បែករបស់យើងបានល្អខ្លាំងមែនទែនជួយបំរុងជំរុះកសិកាចាស់និយាយទៅសេរីអាសានេះគឺខ្ញុំប្រើជារៀងរាល់ថ្ងៃហ្មងនិយាយថាល្អប្រើយកទៅមែនទែនបងប្អូនអើយបងប្អូននេះគាត់អត់ទាន់សាអាចសាបានណាបើសិនជាបងប្អូនចង់យកទៅលក់បន្តឬក៏ទិញទៅប្រើប្រាស់ផ្ទាល់កុំភ្លេចតាក់ទងទៅម្ចាស់ brand ដែលខ្ញុំមិនសិនឈ្មោះខាងលើនឹងបានណាបងប្អូនអរគ្នា